សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពូភានិទានរឿងនេះនិយាយពីផ្ទះតាស៊ុននៅឯងជុងភូមិគ្មានកូនចៅនឹងគេទេប៉ុន្តែគាត់មិនសូវអបសុខទេដោយសារក្មេងៗចូលចិត្តទៅលេងផ្ទះគាត់ណាជាពិសេសដើមអំពិលដែលដុះនៅក្បែរដំបូលក្រោយផ្ទះគាត់ព្រោះវាមានរសជាតិផ្អែមប្លែកដើមអំពិលនោះធំណាស់មិនដឹងជាអាយុប៉ុន្មានឆ្នាំហើយទេព្រោះតាស៊ុននិយាយថាតាំងពីគាត់ធំដឹងក្តីមកក៏ឃើញដើមអំពិលនោះទៅហើយគិតទៅវាអាចចាស់ជាងគាត់ទៀតក៏មិនដឹងហើយវាផ្លែច្រើនណាស់រាល់ឆ្នាំប៉ុន្តែតាស៊ុនក៏ហាមមិនឲ្យក្មេងទៅឡើងបេះដែរដោយសារវាខ្ពស់ខ្លាចធ្លាក់ប៉ុន្តែគាត់ហាមយ៉ាងណាក៏មិនចេះឈ្នះដែរដូចដឹងស្រាប់ហើយក្មេងគឺពិបាកហាមណាស់ថ្ងៃនេះអាទឿនិងក្មេងៗ 3-4 នាក់ទៀតបានទៅលេងផ្ទះរបស់តាស៊ុនហើយក៏នាំគ្នាឡើងទៅបីអំពូលដោយសពមួយដងតាស៊ុនក៏ស្រែកពួកអាដែងកុំឡើងបីអំពូលវើយថ្ងៃនេះមេឃខ្យល់ណាស់ក្រែងលោផ្លិតធ្លាក់ឯណាបាទតាពួកខ្ញុំមិនឡើងបីទេតែសូមលេងនៅក្រោមព្រោះត្រជាក់ស្រួលណាស់អាទឿឆ្លើយតបទៅគាត់ពីដំបងអាទឿនិងក្មេងៗដទៃទៀតលេងនៅក្រោមធម្មតាទេប៉ុន្តែពេលវាងើយទៅលើឃើញផ្លែល្អពេកវាទ្រាំមិនបានក៏ប្រាប់គ្នាផ្សេងទៀតចាំនៅក្រោមកុំឲ្យតាស៊ុនសង្ស័យហើយវាពីនឹងអញ្ញាញ់ឡើងទៅបេះទម្លាក់មកគិតគ្នាហើយអាទឿនិងអញ្ញាញ់ក៏ឡើងលើដើមអំពិលនោះតាមបេះផ្លែល្អណាស់វាបេះបានទម្លាក់ញាក់ខាងក្រោមមកគង់បកស៊ីយ៉ាងឆ្ងាញ់ប៉ុន្តែភ្លាមនោះអញ្ញាញ់ក៏ស្រែកឡើងស្ទើរតែព្រាត់សំឡេងអាទឿហើយវាថៃហើយស្រែកនិងស្រែកចុងបែកក្រដាស់តែជាអញហើយនៅក្បែរសោះមិនឃើញខ្មោចមែនអាទឿស៊ូទាំងខឹងអើយខ្មោចនឹងហើយមិនងើយលើក្បាលហើយនោះទូធោសក់ក្បាលវាឡើងសំពងភ្នែកវាលឿនធំណាស់មិនវាធំវាលោតមកគ្របក្បាលអាទឿដៃអាទឿវាលោតចេញតន់វារបូតដៃធ្លាក់មកជិតដល់ដីឯអាញាញ់វិញលោតវិសឹងមិនតន់ដែរតែបានអាទឿស្រែកបញ្ញាក់ភ្លាមក្មេងមកខាងក្រោមបានលឺរត់ទៅប្រាប់តាស៊ុនតាវាថៃពួកឯងស្រែកនោះស្រែកអាណាកើតអីអាទឿនឹងអាញាញ់តាព្រាយដិនតាមជុំមិនប្រាប់ឲ្យលឿនមកថារួយគាត់ស្ទុះឡើងលើផ្ទះយកថងយាមអ្វីមួយយ៉ាងឲ្យរត់ទៅក្រោយផ្ទះអាទឿនិងអាញាញ់បានលោតមកដល់ដីប៉ុន្តែព្រាយនោះក៏លោតស្តាក់មុខវាមេឃក៏ចាប់ផ្ដើមខ្មៅងងឹតខ្យល់បុកយ៉ាងខ្លាំងតាស៊ុនរត់មកទាន់ក៏ហូតយករូបព្រះប្តីមកសម្រិតមួយចិនមកនិងសូត្របាលីនិងយកដៃលូកទៅបានអង្គរគប់ទៅលើព្រាយនោះសំឡេងព្រាយនោះស្រែកគួរឲ្យខ្លាចគួរឲ្យព្រាយក្បាលខាងណាស់វាស្រែកធ្ងរហឺតាអើយតាស៊ុនអើយពេលនោះឃើញតាស៊ុនឈប់បាច់អង្គរហើយនឹងទឹកភ្នែកគាត់ចាប់ដើមហូរពេលនោះទើបដឹងថាព្រាយនោះគឺប្រពន្ធគាត់ដែលបានស្លាប់ពីមុនហើយតាស៊ុនគាត់ទៅរកវិធីបង្ក្រាបមិនចង់ឲ្យនាងធ្វើបាបណាប៉ុន្តែមិនដាច់ចិត្តឲ្យនាងរលាយវិញ្ញាណទើបរក្សានាងឲ្យនៅនឹងដើមអំពិលព្រាយប្រពន្ធតាស៊ុនមិនបានធ្វើបាបអាទឿនិងអាញាញ់ទេដោយសារតែគ្មានកូនទើបគាត់ចង់មកប្រឡែងប៉ុណ្ណោះហេតុនេះពេលពួកក្មេងឡើងទៅលេងរដងមិនដែលកាត់អីពួកគាត់បានលួចមើលវារហូតទៅពេលនេះទើបចង់ប្រឡែងលេងក្រោយពីវិញ្ញាណព្រាយប្រពន្ធតាស៊ុនបាត់ទៅតាស៊ុនក៏បិទរបងលេងឲ្យមាននឹងណា